មួយរយៈនេះខ្ញុំមើលឃើញថាអ្នកគ្នារៀងផ្ដាច់ខ្លួនចេញពីសង្គមច្រើនជាមួយនឹងស្លឹកកាត for cup នេះខ្ញុំមើលឃើញថាអ្នកទាំងអស់គ្នាអត់មាន sad អត់មានប្រមាថចិត្តមានអីទេតែមានអារម្មណ៍ថាដកខ្លួនចេញពីសង្គមដូចជាពីមិត្តភ័ក្តិរបស់អ្នកគ្នាពីមនុស្សនៅជុំវិញខ្លួនរបស់អ្នកគ្នាច្រើនមែនតើមើលទៅខ្ញុំមើលឃើញថាជីវិតរបស់អ្នកគ្នានៅក្នុងពេលឥឡូវហ្នឹងវាមិនរឿងអីរង្គោះរង្គើខ្លាំងទេតែគ្រាន់តែថាអ្នកគ្នាចង់ផ្ដាច់ខ្លួនចេញមិនមែនផ្ដាច់ខ្លួនទាំងស្រុងទេគឺដកខ្លួនចេញមួយរយៈដើម្បីយល់ពីអារម្មណ៍ខ្លួនឯងហើយមានអារម្មណ៍ថាឥឡូវហ្នឹងដូចអត់សុបាយដូចមុនជីវិតដូចអត់សុបាយដូចមុនសោះមានអារម្មណ៍ថាជីវិតមួយនេះមានរឿងជាច្រើនដែលធ្វើឲ្យអ្នកគ្នាជួបច្រើនពីមុនមកទៅអ្នកគ្នាអត់សុបាយអត់ enjoy life ខ្លួនឯងរបៀបចឹង something in your life that didn't make you feel excited anymore របៀបចឹងណាហ្នឹងឯងឃើញអត់ជាមួយនឹង The Sloka The High Breakfast នេះខ្ញុំមានអារម្មណ៍ថាអ្នកគ្នាកំពុងតែគិតចង់ធ្វើអីមួយប៉ុន្តែមួយរយៈនេះខ្ញុំគិតថាអ្នកគ្នាកំពុងតែរៀបគម្រោងការអញ្ចឹងហើយក៏អាចជាហេតុផលមួយដែលអ្នកគ្នាអាចដកខ្លួនចេញឆ្ងាយមួយរយៈនឹកពីអ្នកជុំវិញខ្លួនរបស់អ្នកគ្នាដូចគ្នាដែរចង់ធ្វើការភាពស្ងប់ស្ងាត់ស្វែងយល់ដឹងរៀនសូត្រឲ្យបានជ្រៅជ្រះដើម្បីឲ្យខ្លួនឯងដឹងពីអ្វីដែលខ្លួនឯងត្រូវការដឹងពីអ្វីដែលខ្លួនឯងចង់បាននៅក្នុងពេលខាងមុខអីចឹងទៅហើយមើលទៅអ្នកគ្នាក៏ស្ដាប់ទៅលើវិចារណញ្ញាណរបស់អ្នកគ្នាអ្វីអ្នកគ្នាធ្វើសប្តាហ៍ថ្ងៃនេះជីវិតរបស់អ្នកគ្នាអ្នកគ្នាត្រូវដឹកនាំជីវិតរបស់អ្នកគ្នាត្រូវទៅស្ដាប់ទៅលើវិចារណញ្ញាណរបស់ខ្លួនឯងអានេះខ្ញុំមើលឃើញថាអ្នកគ្នាប្រាប់ខ្លួនឯងថាអញ្ចឹងមើលឃើញអ្វីដែរនៅគ្រប់គ្នាគេបាត់ឃើញអញ្ចឹងរាល់ពេលយប់ឡើងអ្នកគ្នាតែងតែគិតច្រើនគិតនៅក្នុងការតាំងថ្ងៃស្អែកអ្នកគ្នាគួរតែធ្វើអីបន្តទៀតពេលខ្លះយប់ឡើងអ្នកគ្នាអានសភៅអានឬក៏ស្ដាប់ពាក់ព័ន្ធជាមួយនឹងpodcast ផ្សេងៗដើម្បីខ្លួនឯងលក្ខណៈបែបអភិវឌ្ឍនៅការតេស្តឬវិចារណាបានកាន់តែវែងឆ្ងាយទៅខាងមុខទៀតដូចគ្នាដែរអានេះវាជារឿងល្អមែនតើហើយខ្ញុំមើលឃើញដូចគ្នាដែរជាមួយនឹង energy 801នេះ801នេះសកានេះមានអីមួយចូលមកលឿនខ្លាំងមែនតើណាដូចជាឱកាសអីមួយខ្ញុំគិតថាអ្នកគ្នាបើសិនជាអ្នកគ្នារងចាំឱកាសអីមួយមកដល់អ្នកគ្នាអាចនឹងដឹងអាចនឹងលឺអាចនឹងទទួលបានសារពីណាគេម្នាក់ឬក៏ឱកាសអីមួយដែលហុចមកឲ្យណាហ្នឹងហើយគូចូលមកលឿនខ្លាំងមែនតើខ្ញុំគិតថាប្រហែលជាចុងខែហ្នឹងហើយចុងខែ3ហ្នឹងក៏ថាបានដែរដោយសារតែ energy ធម្មពលធាតុភ្លើងដូចគ្នាដែរខ្ញុំគិតថាហើយណាមួយទៀតចិត្តឥឡូវហ្នឹងនៅក្នុងតារានគរ Harry ដូចគ្នាដែរខ្ញុំគិតថាមកនៅក្នុងតារានគរ Harry ហ្នឹងចាប់ពីពាក់កណ្ដាលខែ3ហ្នឹងរហូតទៅដល់ពាក់កណ្ដាលខែ4គឺខ្ញុំមានអារម្មណ៍ថាអាចនឹងធំនឹងឯងរយៈពេលណាដែលថាវាអាចនឹងចូលមកអុយលឿនខ្លាំងមែនតើអ្វីដែលនឹងត្រូវចូលមកក្នុងជួតដល់គ្នានឹងដូចគ្នាដែរហើយខ្ញុំមើលឃើញថាទោះបីជាណាក៏ដោយឥឡូវអ្នកគ្នាស្វែងយល់ដឹងពីអ្វីដែលខ្លួនឯងអាចធ្វើបានធម្មពលដែលខ្លួនឯងអាចធ្វើបាននឹងគ្នាចាប់ផ្ដើមជឿជាក់លើខ្លួនឯងពេលអ្នកគ្នាទៅណាមនុស្សគេចាប់អារម្មណ៍អ្នកគ្នាច្រើនចាប់អារម្មណ៍ទៅលើធម្មពលអ្នកគ្នានិយាយទៅអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលថាធ្វើឲ្យអ្នកដទៃនៅជុំវិញខ្លួនគេក៏លេចមកមើលអ្នកគ្នាហើយចាប់អារម្មណ៍អ្នកគ្នាតែម្ដងគឺអត់ចាំបាច់អ្នកគ្នាអត់ចាំបាច់ត្រូវប្រឹងប្រែងអីខ្លាំងណាស់ណានិយាយ energy ដែលអ្នកគ្នា present ទៅខាងក្រៅមកគឺ we feel like attract people អញ្ចឹងណាហ្នឹងហើយវាអត់ចាំបាច់ទៅថាធ្វើឲ្យអ្នកគ្នាប្រឹងនៅក្នុងការធ្វើឲ្យអ្នកដទៃគេចាប់អារម្មណ៍មិនគឺអត់ទេនិយាយទៅអ្វីដែលជាធម្មជាតិរបស់អ្នកគ្នាមកខ្ញុំមើលឃើញថាជួយគេចាប់អារម្មណ៍មិនថាទាំងចំណេះដឹងសមត្ថភាពទេក៏សល់ឬក៏សម្រស់ឯហ្នឹងហើយគឺអ្នកគ្នាទីឲ្យអ្នកដទៃគេកាន់តែចង់ដឹងកាន់តែចង់ស្វែងយល់បាទអ្នកគ្នាថែមទៀតរបៀបអញ្ចឹងណាKing of Swords ខ្ញុំមើលឃើញថាអ្នកគ្នាក៏អាចនឹងរបៀបថាស្វែងយល់ពីកំណត់របស់ខ្លួនឯងចង់ធ្វើអីបន្តទៀតនៅថ្ងៃខាងមុខហើយនិយាយទៅគឺអ្នកគ្នាដឹងពីតម្លៃរបស់ខ្លួនឯងដឹងពីអ្វីដែលខ្លួនឯងត្រូវធ្វើអ្នកគ្នាឈរនៅចំណុចណាអ្នកដទៃឈរនៅចំណុចណាហ្នឹងហើយអ្នកដទៃឈរនៅចំណុចណានិយាយទៅអត់ប្រៀបធៀបខ្លួនឯងមួយនឹងដទៃដឹងពីតម្លៃរបស់ខ្លួនឯងនិយាយទៅគឺឈរជើងចំហរងមុំទៅលើអ្វីដែលខ្លួនឯងគិតអ្វីដែលខ្លួនឯងធ្វើគឺដឹងអស់ហើយដឹងសេចក្ដីសេចក្ដីអត់ដឹងសេចក្ដីសេចក្ដីអស់ហើយអញ្ចឹងបើអ្នកគ្នាឥឡូវក្នុងពេលឥឡូវហ្នឹងអាចនឹងដកខ្លួនចេញពីមនុស្សនេះដោយសារតែពេលខ្លះអ្នកទាំងអស់មនុស្សទាំងអស់ហ្នឹងអាចនឹងអត់ឲ្យតម្លៃអ្នកគ្នាអញ្ចឹងទៅអ្នកគ្នាដឹងពីតម្លៃរបស់ខ្លួនឯងក៏ដើរចេញទៅអញ្ចឹងក៏មានដែររបៀបអញ្ចឹងណាហ្នឹងហើយតាមពួកចុងក្រោយគេជាមួយនឹងស្លឹកកាត Asia Cup មានអីមួយថ្មីនឹងចូលមកដល់រឿងហ្នឹងជារឿងមួយដែលតែថ្
ថ្មីខ្លាំងមែនតើចំពោះអារម្មណ៍ណាហ្នឹងហើយខ្ញុំគិតថាដូចជាមានមនុស្សម្នាក់ចូលមកដែរនៅក្នុងចុងវីដេអូហ្នឹងប៉ុន្តែគ្រាន់តែអានេះវាខ្ញុំគិតមើលទៅដោយសារនេះខ្ញុំអានកាតបើកការធម្មពលរបស់អ្នកគ្នានៅក្នុងពេលឥឡូវហ្នឹងខ្ញុំគិតថាACL Cup ហ្នឹងមានអារម្មណ៍ថាជីវិតរបស់អ្នកគ្នារៀងប្រសើរជាងមុនច្រើនខ្លាំងមែនតើនៅក្នុងពេលឥឡូវហ្នឹងគិតថារៀងធូរស្បើយច្រើនហើយតម្លាក់ចោលនៅរឿងរ៉ាវដែលពិបាកនៅរឿងរ៉ាវដែលធ្ងន់នៅវាហូរតាមទឹកក៏អស់ហើយជំរះចោលអស់នៅធម្មពលចាស់ឥឡូវហ្នឹងក៏ទទួលពរនៅធម្មពលថ្មីចិត្តខ្លួនឯងក៏រៀងស្រឡះជាងមុនដូចគ្នាដែរអាហ្នឹងក៏អាចអញ្ចឹងក៏ថាបានដែរអញ្ចឹងកុំភ្លេចបើសិនអ្នកគ្នាចង់បានធម្មពលល្អៗនៅក្នុងការអានកាតនេះព្រោះកាតនេះគឺធម្មពលល្អខ្លាំងមែនទែនធម្មពលល្អខ្លាំងមែនទែនសម្រាប់អ្នកគេដែលគាត់ចង់បានធម្មពលនៅក្នុងការអានកាតនេះកុំភ្លេច comment ពីថា I am ready to receive this energy I am ready to receive this energy អូខេខ្ញុំត្រៀមខ្លួនរួចរាល់នៅក្នុងការទទួលធម៌ពលទាំងអស់នេះអូខេអញ្ចឹងអរគុណច្រើនអ្នកគ្នាខ្ញុំ manifest this energy into you ហើយខ្ញុំសង្ឃឹមខ្ញុំ wishing this type of energy ទៅស្វែងរកអ្នកណាគេដែលត្រូវការជាមួយនឹងធម៌ពលមួយនេះអូខេសម្រាប់អ្នកដែលគាត់ចង់ទិញថារ៉ូតកាសាសាឆាតចូលក្នុង page Dreamy Shop Cambodia ថារ៉ូតកានេះក៏មានដែរខ្ញុំប្រើថារ៉ូតកានេះដើម្បីលេងចឹងណាគេដែលគាត់ចង់រៀនលេងថារ៉ូតកាមានទាំងអស់ resource អីហ្នឹងមានទាំងអស់អ្នកគ្នាអរគុណច្រើន